បើម៉ាក់ដែលមានកូនមិនសូវចេះនៅស្ងៀមហើយចង់ឲ្យកូនមានការផ្ដោតអារម្មណ៍ល្អអាចសាកវិធីសាស្ត្រមួយនេះបានវិធីសាស្ត្រនេះមានឈ្មោះថា posting activity ដែលតម្រូវឲ្យកូនចាប់ឬផ្ទេរវត្ថុពីចានមួយទៅចានមួយទៀតម្ដងមួយរហូតដល់អស់តែចំពោះក្មេងដែលមិនសូវចេះនៅស្ងៀមដូចកូនរបស់ខ្ញុំអីប្រសិនបើគ្រាន់តែយកចានមួយហើយនឹងដបមួយរួចប្រាប់គាត់ថាឲ្យចាប់របស់ហ្នឹងម្ដងមួយដាក់ចូលទៅក្នុងដបរហូតដល់អស់គឺគាត់ធ្វើអត់បានទេគាត់ចាប់វត្ថុពីក្នុងចានទម្លាក់ចូលទៅក្នុងដបបានតែ5អីគឺគាត់លែងចង់អីគឺគាត់ចាប់ផ្ដើមលើកវត្ថុហ្នឹងទាំងចានចាក់ចូលទៅក្នុងដបហ្មងអញ្ចឹងដល់តែប៉ាម៉ាក់មើលតាមកូនរបស់យើងថាកូនរបស់យើងចូលចិត្តអីដូចកូនខ្ញុំអញ្ចឹងគាត់ចូលចិត្តសត្វអញ្ចឹងខ្ញុំធ្វើជារូបគោធ្វើជារូបទន្សាយរួចប្រាប់គាត់ថាសត្វឃ្លានត្រូវការចំណីអញ្ចឹងទៅគាត់មានបេះដូងស្រឡាញ់សត្វហ៎គាត់ចូលចិត្តគាត់ឲ្យចំណីសត្វហើយគាត់សប្បាយរីករាយទៀតគាត់ឲ្យរហូតដល់អស់ពីចានហើយដូចរូបទន្សាយនេះចឹងគាត់ដកម្ដងមួយឲ្យទន្សាយញ៉ាំរហូតដល់អស់ហើយនៅពេលដែលគាត់ទម្លាក់វត្ថុម្ដងមួយបានណាប៉ាម៉ាក់កុំភ្លេចសរសើរនិងលើកទឹកចិត្តគាត់ផងមួយវិញទៀតក្មេងដែលមានសកម្មភាពច្រើនបែបនេះគឺគាត់ចង់ទៅរត់លេងទេដូច្នេះបើសិនបើប៉ាម៉ាក់យកល្បែងដែលឲ្យគាត់អង្គុយលេងស្ងៀមចឹងមកឲ្យគាត់លេងលើកដំបូងណាហើយគាត់អត់ព្រមលេងណាប៉ាម៉ាក់កុំបង្ខំគាត់ទីហោដោយល្បែងនេះមួយចឹងកាលហ្នឹងខ្ញុំយកមកឲ្យគាត់លេងដែលឲ្យសព្រាគាត់មួយគាត់ដួសគ្រាប់នឹងដាក់ចូលក្នុងកន្លតែគាត់ចាប់អារម្មណ៍សោះគាត់រវល់តែរត់លេងមើលឆ្មាមើលអីណោះហើយខ្ញុំក៏ទុកចោលនឹងទៅពេលគាត់ចាប់អារម្មណ៍គាត់មកឈរដួសលេងឲ្យខ្លួនឯងសាក់ហ៊ានតែបខំមើលខឹងគប់ចាក់ចោលអស់លើនឹង